នោះនេះធូរ double data entry មានន័យថារាល់ប្រតិបត្តិការដែលពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុផ្នែកទិញផ្នែកលក់ឬក៏ផ្នែក stock ទំនិញឬផ្នែកផ្សេងៗទៀតគឺមិនចាំបាច់ធ្វើការបញ្ចូលទិន្នន័យម្ដងទៀតទេវានឹងបញ្ជូនទិន្នន័យទៅកាន់របាយការណ៍ហិរញ្ញវត្ថុនៃស្វ័យប្រវត្តិនៅក្នុងក្រុមហ៊ុននីមួយៗមិនថាក្រុមហ៊ុនតូចឬក្រុមហ៊ុនធំតែតែមានវិជាស្នាមនៅក្នុងការគ្រប់គ្រងគណនេយ្យនិងហិរញ្ញវត្ថុរហូតដល់ក្រុមហ៊ុនខ្លះក៏មាននៅប្រព័ន្ធនៅក្នុងការប្រព័ន្ធឬកម្មវិធីនៅក្នុងការគ្រប់គ្រងរបស់គាត់ដើម្បីឲ្យកាន់តែមានភាពងាយស្រួលហើយប្រព័ន្ធទាំងអស់នោះមានរបៀបប្រើប្រាស់និងលទ្ធភាពខុសៗគ្នាថ្ងៃនេះខ្ញុំសូមណែនាំអំពីមុខងារក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ប្រកបទី1ការគ្រប់គ្រងបែបលក្ខណៈ case basic ជាការគ្រប់គ្រងបែបលក្ខណៈសាមញ្ញដែលគណនេយ្យករមិនចាំបាច់តមានវិជ្ជាជីវៈគណនេយ្យខ្ពស់ពេកទេទី2ការគ្រប់គ្រងតាមលក្ខណៈ accrual basic មានន័យថាជាការគ្រប់គ្រងបែបលក្ខណៈកម្រិតខ្ពស់អញ្ចឹងគណនេយ្យករគាត់ត្រូវតែមានវិជ្ជាជីវៈគណនេយ្យគ្រប់គ្រាន់សម្រាប់ធ្វើការប្រើប្រាស់ដើម្បីងាយស្រួលគ្រប់គ្រងទី3 advance option of payment and settlement មានន័យថាគឺជាការកាត់កងទូទាត់នឹងការកាត់កងអញ្ចឹងចំពោះគណនេយ្យករដែលគាត់ធ្វើប្រតិបត្តិការពាក់ព័ន្ធទៅនឹងផ្នែកហិរញ្ញវត្ថុដូចជាការកក់ប្រាក់ការបញ្ចូលចំណូលការបញ្ចូលចំណាយការបង្វិលទំនិញសំណងសាច់ប្រាក់ថាតើគាត់គួរតែរៀបចំរបៀបណារៀបចំគណនេយ្យរបៀបណាកត់ត្រារបៀបណាកាត់កងរបៀបណានិងរៀបចំបញ្ជីស្នាមរបៀបណាដើម្បីងាយស្រួលនៅក្នុងការគ្រប់គ្រងទី4នោះនេះធូរ double data entry មានន័យថារាល់ប្រតិបត្តិការដែលពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុផ្នែកទិញផ្នែកលក់ឬក៏ផ្នែក stock ទំនិញឬផ្នែកផ្សេងៗទៀតគឺមិនចាំបាច់ធ្វើការបញ្ចូលទិន្នន័យម្ដងទៀតទេវានឹងបញ្ជូនទិន្នន័យទៅកាន់របាយការណ៍ហិរញ្ញវត្ថុនៃស្វ័យប្រវត្តិទី5ទាក់ទងទៅនឹង reporting ឬក៏របាយការណ៍យើងអាចធ្វើការចុះទិន្នន័យធ្វើការផ្លាស់ប្ដូរទម្រង់ពិនិត្យរបាយការណ៍តាមលក្ខណៈក្រុមហ៊ុនក៏បានតាមសាខាក៏បានតាមគម្រោងក៏បានជាលក្ខណៈប្រចាំឆ្នាំក៏បានប្រចាំត្រីមាសក៏បានឬប្រចាំខែក៏បានទី6គឺ set មានន័យថារាល់ set នៅក្នុងការធ្វើសកម្មភាពផ្សេងៗត្រូវបានកំណត់ទៅតាម set របស់អ្នកប្រើប្រាស់និងលំហូរនៃប្រភេទប្រតិបត្តិការនីមួយៗសរុបមកការគ្រប់គ្រងហិរញ្ញវត្ថុក្នុងក្រុមហ៊ុនដ៏មានប្រសិទ្ធភាពដល់កម្រិតណាគឺផ្អែកទៅតាមនីតិវិធីនិងប្រព័ន្ធគ្រប់គ្រងរបស់អង្គភាព